អត់ទោសឲ្យអ្នកដទៃគឺល្អចំពោះខ្លួនឯងហើយការរិះគន់អ្នកដទៃគឺជាការធ្វើបាបខ្លួនឯងជាការពិតគ្មាននរណាម្នាក់ចង់បង្កើតកំហុសឡើយដូច្នេះនៅពេលដែលអ្នកឃើញនរណាម្នាក់ប្រព្រឹត្តខុសហើយអ្នកអាចអត់ឱនឲ្យគេបាននោះអ្នកដទៃគេនឹងគិតថាអ្នកជាមនុស្សល្អមានទំហំចិត្តទូលំទូលាយហើយអ្នកដទៃក៏នឹងចូលចិត្តរាប់អានអ្នកដែរនៅក្នុងលោកនេះអ្នកណាក៏ស្រឡាញ់កិត្តិយសដែរដូច្នេះកម្រមានអ្នកណាដែលមានទំហំចិត្តទូលំទូលាយទទួលយកការរិះគន់របស់អ្នកដទៃឡើយដូច្នេះបើអ្នកមិនចង់បង្កើតសត្រូវនៅជុំវិញខ្លួនដោយមិនដឹងខ្លួនចូលអ្នកកុំព្យាយាមរិះគន់អ្នកដទៃឲ្យសោះ